សំឡេងមកដោយតែបានឮនេះស្រាប់ហើយអាត្មាក៏បានសរសេរសួរទៅវិញថាអាចឆ្លើយបង្ហោះចែកគេស្ដាប់ផងបានទេបងប្រុសក៏បានសរសេរមកថាបានតែសូមកុំបញ្ចេញឈ្មោះករណីអីខ្លាចម្ដាយករណីឃើញគាត់ពិបាកចិត្តនិងបារម្ភអាត្មាក៏សួរលម្អិតបន្ថែមថាពេលផ្អាកទំនាក់ទំនងគ្នាមានបាននិយាយគ្នាតាមស្រួលឬអត់ហើយគេនៅស្រឡាញ់យើងឬអត់ហើយចិត្តនឹងចង់បានគេឬក៏គ្រាន់តែចង់រកមធ្យោបាយឲ្យបាត់នឹកគេបងប្រុសក៏បានឆ្លើយមកវិញថាករណីបាននិយាយក៏ប៉ុន្តែពេលនេះគេភ្ជាប់ពាក្យហើយក៏នៅស្រឡាញ់គេក៏នៅស្រឡាញ់ខ្ញុំកណាចង់បានគឺចង់បានហើយដូចគុណតែមិនដឹងធ្វើម៉េចម្យ៉ាងទៀតគេភ្ជាប់ពាក្យទៅហើយរងចាំប្រហែល5ឬ6ខែក្រោយនឹងចូលរោងការហើយបងប្អូនក៏សួរចុងក្រោយថាតើមានប្រធัวបទណាមួយជួយរងាប់សេចក្តីទុក្ខនេះបានទេដូចគុណអាត្មាក៏សួរទៅវិញថាចឹងមានន័យថាត្រូវតែបែកគ្នាគ្រាន់តែរកវិធីរំសាយចិត្តមែនទេបងប្រុសក៏យល់ស្របថាប្រកាសណាដូចគុណបើតាមមើលទៅវាមិនតាន់ចូលទៅដល់ស៊ីជម្រៅអីប៉ុន្មានទេពីព្រោះតាមដែលបងអូនប្រុសនិយាយមកយើងបានខាននិយាយគ្នានឹង 2-3 ខែទៅហើយគ្រាន់តែទុកពេលវេលាសម្រាប់ចិត្តហើយគេនោះបាត់យើងយូរពេកក៏ទំនងជាគិតថាយើងមិនបានគិតគូរអីតទៅទៀតទេបានគ្នាតាមឪពុកម្ដាយសម្រាប់ចិត្តព្រមទៅបើទោះជាចិត្តនៅស្រឡាញ់ក៏ដោយប៉ុន្តែមើលទៅមិនតន់ជាខ្លាំងទេប៉ុន្តែអាត្មាមិននៅក្នុងចិត្តរបស់បងប្រុសមិនដឹងថាបងប្រុសនឹងដាក់មโนសញ្ចេតនាដល់ណាហើយណាហើយសូមសរសើរបងប្រុសផងដែរដែលចេះខ្លាចម្ដាយបារម្ភគិតទៅដល់ម្ដាយហើយពេលនេះស្រឡាញ់ក៏នៅស្រឡាញ់ប៉ុន្តែដឹងថាដំណើរនេះគឺត្រូវតែឲ្យគេរៀបការតាមបំណងគ្រាន់តែរកវិធីសាស្ត្រក្នុងការរំសាយនៅចិត្តតែប៉ុណ្ណោះរឿងចិត្តស្រឡាញ់នេះបងប្រុសគឺអ្នកណាក៏ដូចតែអ្នកណាវាតែងតែមានមโนសញ្ចេតនានៅជាពុទ្ធជននឹងមិនថាក្រហោះមិនថាលោកសង្ឃអីទេគឺថាចិត្តស្រឡាញ់នឹងវាតែងតែមានចឹងហើយបានជាសូម្បីតែព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គមិនហាមដល់ចិត្តទេព្រោះចិត្តនឹងគឺជាធម្មជាតិដែលគេទូនមានបានដោយកម្របើហាមដល់ចិត្តទៀតចប់ហើយអាត្មាអីនឹងក៏ពិបាកដែរគឺជារឿងដែលសុទ្ធតែធ្លាប់ជួបប្រទះផ្លូវចិត្តនឹងវាតែងតែមានធម្មតាអញ្ចឹងនៅពេលដែលបញ្ហានឹងកើតឡើងទល់តែយើងម្នាក់ខ្លួនឯងនឹងទើបដឹងថាវាលំបាកពីព្រោះវាជារឿងលំបាកជាចំណងដែលលំបាកពុទ្ធក៏ព្រះអង្គសម្ដែងថាចំណងខ្នោះខ្នៀងចំណងដែកអីហ្នឹងគឺថាអ្នកប្រាជ្ញទាំងឡាយមិនហៅថាជាចំណងមមទេប៉ុន្តែចំណងចិត្តនេះគឺជាចំណងដែលអត់មុខស្រាយលំបាកដោះលំបាកស្រាយតែកាលណាចូលឲ្យជាប់វាលំបាកស្រាយប៉ុន្តែប្អូនវាទឹមតែចងពីចម្ងាយវាមិនតាន់គួចឲ្យវាជាប់ទេកាលណាគួចឲ្យជាប់មែនទែនទៅដល់ផ្លូវកាយក៏ស្និទ្ធស្នាលទៅទៀតអាហ្នឹងគឺថាលំបាកស្រាយមែនទែនប៉ុន្តែរឿងនេះចំហេះដែលឆេះនៅក្នុងចិត្តនោះអស់ថ្មីហ្នឹងគឺយើងលែងបានដាក់ទៅទៀតហើយប៉ុន្តែគ្រាន់តែថាជាងក្រានដែលវាធ្លាប់ឆេះហើយវាឲ្យត្រជាក់ភ្លាមតែម្ដងនោះមិនបានប៉ុន្តែរងចាំពេលវេលាវាគង់តែត្រជាក់ទៅវិញទេអាត្មាមិនចង់ឆ្លើយទៅសំណួរប្អូនដោយត្រង់ទេប៉ុន្តែចង់លើករឿងមួយឲ្យស្ដាប់ធ្លាប់អានសិភៅដែលរៀបរៀងដោយបណ្ឌិតអោមនាគ្រីអំពីរឿងភិក្ខុបនេចររឿងហ្នឹងគឺនិយាយអំពីកុលបុត្រមួយនៅក្រុងសាវត្ថីហើយទៅរៀនវិជ្ជានៅក្រុងតក្កសិលាហើយធ្លាប់មានសង្សារជាកំណាន់ចិត្តថែមទាំងឪពុកម្ដាយផ្ចង់ផ្ដើមទៀតផងលាទៅដោយល្អរយៈកាលដែលទៅរៀនប្រហែលឆ្នាំហ្នឹងនាងដែលជាសង្សារហ្នឹងដែលជាគូដណ្ដឹងហ្នឹងមានប្រុសថ្មី
វាមិនដែលសូវបានតាក់ទងគ្នាពីព្រោះយូរផ្ញើសបុតម្ដងអញ្ចឹងវាមិនកាត់កាលដូចបច្ចុប្បន្នមាន message ព្រឹកល្ងាចទូរស័ព្ទរាល់ថ្ងៃអីអត់ឯនោះនៅតែចងចិត្តទៅខំទៅរៀននោះវាអត់ដែលបានបែកគំនិតបែកចិត្តអីរឿងថ្មីអត់ដល់ត្រឡប់មកវិញឪពុកម្ដាយក៏រៀបចំពិធីជប់លៀងទទួលកូនប្រុសរៀនចប់ត្រឡប់មកវិញហើយឲ្យនាងតែងខ្លួនឲ្យស្អាតជាមួយអនាគតដន្លងហ្នឹងកំពុងតែជាប់ពិធីហ្នឹងក៏បាត់នាងហ្នឹងហើយក៏វាអស់ចាទៅទៀតនាងហ្នឹងក៏ទៅជួបណាត់ជួបប្រុសរបស់ខ្លួនឯងនៅក្បែរភ្នុកចម្បើងនៅក្រោយហ្នឹងប្រព្រឹត្តប្រទេសប្រដាហើយក៏ជួនសុជាតិហ្នឹងក៏ល្បុតហ្នឹងឈ្មោះសុជាតិហ្នឹងស្តៀងឈ្មោះអាត្មាដែរក៏ដើរទៅក្រោយដោយកិច្ចឯណានេះមួយក៏ឃើញទៅក៏វាហួសថ្លែងហួសនិយាយខ្មាស់គេអត់ចង់និយាយអីទាំងអស់ក៏គ្មានអ្នកណាដឹងដែររឿងនាងប្រព្រឹត្តអាក្រក់ជាមួយនឹងសង្សារថ្មីហ្នឹងក៏សុជាតិនឹងអត់បាននិយាយពីព្រោះវាខ្មាស់គេអញ្ចឹងទៅក៏មានសេចក្តីទុកទោមនោះផ្លូវចិត្តនឹងខ្លាំងណាស់ពីព្រោះសង្ឃឹមថានឹងបាននាងជាគូភរិយាដល់តែអញ្ចឹងក៏នឹកឃើញថាមានអ្នកឯណាដែលអាចជួយរំសាយចិត្តរបស់អាត្មាអញបានក៏ទៅវត្តចេតពុនទៅក៏ជួបប្រធេរៈអ្នកចេះធัวច្រើននិយាយពីផ្លូវចិត្តនឹងច្រើនទៅក៏បានស្ដាប់ធัวជ្រះថ្លាទៅក្រោយមកក៏ចូលបួសនៅពេលដែលបួសក៏មានសេចក្តីជ្រះថ្លាហើយមិននៅមួយកន្លែងទេដើរធ្វើជាភិក្ខុបនេចរត្រាច់ពីស្រុកមួយទៅស្រុកមួយសិក្សាបណ្ដើរដើរមើលតាមស្រុកតាមទេសដោយមិនជាប់ជំពាក់នឹងអ្វីយូរទៅចិត្តលោកក៏បានស្បើយទៅលោកខ្លាយជាអ្នកពូកែដោះវិបត្តិរបស់អ្នកដទៃទៀតផងពីព្រោះតែរឿងលោកធ្លាប់ឆ្លងកាត់និយាយសង្ខេបទៅពេលមួយលោកទៅសម្រាកនៅភ្នំកិច្ចកោតកំពុងសម្រាកក្នុងវេលាថ្ងៃហ្នឹងស្រាប់តែមានស្រីកមុំម្នាក់ឡើងទៅលើកំពូលភ្នំសូករៈខាតៈហ្នឹងលអាងហ្នឹងវាមានសូករៈប្រែតែជ្រូកដូចជាមោះជ្រូកចឹងអាត្មាធ្លាប់ទៅដល់កន្លែងហ្នឹងនាងនឹងឡើងទៅបំណងនឹងសម្លាប់ខ្លួនលោតសម្លាប់ខ្លួនពីលើអាភ្នំច្រមុះជ្រូកហ្នឹងអាកន្លែងលាងច្រមុះជ្រូកកន្លែងព្រះសិរីបុត្រគង់ណាពេលឡើងទៅដៃមកខាងកាន់ជាយសម្ពុតហើយបែកញើសជោកទៅនឹងទៅដល់ស្រែកយំហួយយំមកទំហឹងយំដោយមិនគិតថាមានអ្នកណានៅចិត្តហ្នឹងរួចហើយក៏ទៅឈួរក្បែរមាត់ជ្រួនហ្នឹងលោកក៏ដឹងថាអូនាងនេះមានទុកជាទម្ងន់បែបបំរុងសម្រាប់ខ្លួនលោកក៏កាហែមទៅនាងលឺទៅក៏ពុកម្ដាយធ្លាប់គោរពពុទ្ធសាសនាចឹងដែរមកក៏គិតថាបំណាច់តែនឹងស្លាប់ថ្វាយបង្គំលោកសិនទៅបានបុណ្យបានកុសលជាប់តាមខ្លួនតែអញ្ចឹងទៅថ្វាយបង្គំហើយទៅក៏បំណងត្រឡប់ទៅវិញលោកក៏សួរប្អូនស្រីមានរឿងអ្វីឬមើលទៅទុកនេះមិនតូចឡើយទុកនេះទំនងជាទុកធំណាស់នាងក៏ប្រាប់ថាបើពិតលោកម្ចាស់ហើយខ្ញុំកណានេះមានទុកខ្លាំងណាស់មិនអាចនិយាយបានទេហើយបានលោកថាំងទុកអីទៅប្រាប់អាត្មាផងបានទេក្រែងអាត្មាជួយរំលែកបានទេលោកម្ចាស់ជួយកណាមិនបានទេឥឡូវមិនអោយអាត្មាជួយក៏អាត្មាសុំដឹងរឿងបន្តិចមកកុំអោយថាជួបគ្នាហើយមិនដឹងរឿងសោះហើយស្រាប់តែស្លាប់ចោលទៅបាននាងរៃរ៉ាប់ប្រាប់ពីរឿងនាងហ្នឹងស្រឡាញ់គ្នាជាមួយនឹងបុរសម្នាក់ធ្លាប់សន្យាស្បត់ស្បែកនឹងគ្នាសពគ្រប់ចឹងហើយណាត់ថ្ងៃគ្នាជួបគ្នាគិតថារត់ទៅជាមួយគ្នាព្រោះវាពិបាកសម័យនោះវាអត់តាន់មានទូរស័ព្ទហើយដល់ថ្ងៃណាត់ហ្នឹងវាប្រហែលជាមួយខែ2ខែក្រោយមកទៀតហើយនៅក្នុងកំឡុងពេលហ្នឹងខាងប្រុសឯនោះត្រូវឪពុកម្ដាយបង្ខំឲ្យរៀបការជាមួយនឹងនារីផ្សេងពេលដែលនាងវិច្ចពង្វិចរត់ទៅដល់ខាងប្រុសហ្នឹងចំពេលថ្ងៃដែលខាងប្រុសហ្នឹងរៀបការឬភ្លេងការប្រហារចិត្តនាងគិតមើលចេញពីផ្ទះអស់សង្ឃឹមណាផ្ញើវាសនាទាំងស្រុងទៅលើប្រុសបងនេះហើយប្រុសបងក៏រៀបការចឹងទៅអស់សង្ឃឹមទៅផ្ទះវិញមិនដឹងថាពុកម្ដាយរស់រឿងយ៉ាងម៉េចអីម៉េចទៅណាក៏ខ្មាស់គេមានតែផ្លូវស្លាប់ចឹងមនុស្សយើងដើរយ៉ាងម៉េចក៏ដោយពិបាកមិនក៏ដោយកុំអោយដល់ផ្លូវតល់ច្រកឲ្យបកមិនកើតណាគឺនាងនឹងចូលអាផ្លូវតល់ច្រកហ្មងហើយបានរៀបរាប់ប្រាប់អញ្ចឹងទៅអូទុកនេះទុកធំមែនហើយបានលោកសួរថាអញ្ចឹងទុកនេះជាទុកធំអញ្ចឹងនាងពិតជាមិនអាចទ្រាំបានមែនឬទេខ្ញុំកណាមិនអាចទ្រាំតទៅទៀតទេក៏ទ្រាំតទៅទៀតពិតជាបែកទ្រូងស្លាប់ហើយបានលោកសួរថាចុះរឿងហ្នឹងកើតតាំងពីពេលណាថាកើតតាំងពីព្រឹក
មនាលប្អូនស្រីទ្រូងនេះមិនចេះបែកដោយឯងឡើយបើតាមអាត្មាមើលរឿងនេះកើតតាំងពីព្រឹកម្លេះហើយមកដល់ពេលនេះក៏វាមិនតាន់ឃើញវាបែកដែរវាលេងតែប្អូនចង់បំបែកដោយខ្លួនឯងលោកថាអញ្ចឹងបាននាងថាលោកម្ចាស់មិនមែនជាខ្ញុំលោកម្ចាស់មិនយល់ថាអារម្មណ៍ខ្ញុំឈឺចាប់ប៉ុណ្ណាទេហ្នឹងហើយបានលោករៀបរាប់ថាមនាលប្អូនស្រីនាងយល់ខុសហើយអាត្មាក៏ជាមនុស្សរងគ្រោះដូចជាប្អូនស្រីចឹងដែរណែដល់តែនិយាយធ្លាក់ចូលកលងនឹងទៅវាចូលរឿងដូចគ្នាណោះក៏ចង់ស្ដាប់ទៅលោកម្ចាស់នឹងមានរឿងអីបានលោករៀបរាប់រឿងមិញហ្នឹងរឿងដែលអាត្មាលើកឡើងពីប្រវត្តិលោកនឹងមិញចប់រឿងចឹងទៅនាងនៅតែថាយ៉ាងណាលោកម្ចាស់ជាប្រុសខ្ញុំកណាជាស្រីចេញមកហើយមិនអាចត្រឡប់ទៅវិញបានលោកម្ចាស់គ្រាន់តែជឿចិត្តធម្មតាតែខ្ញុំខ្មាស់គេណាមិនអាចត្រឡប់ទៅវិញបានទេពិតជាខ្មាស់គេមិនអាចមានមុខរស់តទៅទៀតអញ្ចឹងណាវាឈឺចាប់ផងវាខ្មាស់គេផងឥឡូវយើងកណ្ដសម័យទៅស្ថានភាពនេះនឹងយើងដឹងថាលំបាកហើយជាសង្គមដែលគេប្រកាន់ប្រពៃណីខ្លាំងបើសង្គមមួយដែលគេមិនសូវប្រកាន់ប្រពៃណីខ្លាំងវាមិនសូវអីទេប៉ុន្តែសង្គមមួយដែលគេចាត់ទុកថាតើកាលណាធ្វើអញ្ចឹងស្រីហ្នឹងវាអស់ហើយអស់ផ្លូវមកបន្តទៅទៀតប្រកាសជាខ្ញុំបែកទ្រូងស្លាប់មិនខានមនាលប្អូនស្រីប្អូនពិតជាល្ងងណាស់លោកចេះតែនិយាយទៅណាគេនិយាយថាអាត្មានិទានរឿងមួយចុះស្ដាប់រឿងសិនចុះអាត្មានិទានរឿងឲ្យស្ដាប់ឧទាហរណ៍ក្មេងប្រុសម្នាក់ដែលកើតមកមិនដែលឃើញពន្លឺថ្ងៃកើតមកនៅទៅក្នុងរូងនៅក្នុងគុហាអញ្ចឹងទៅស្រាប់តែពេលមួយក៏ចេញមកខាងក្រៅទីពេលភ្លឺហ្នឹងព្រោះក្នុងគុហាវាល្ងឹតរហូតតិចរហូតដល់តែចេញមកក្រៅដំបងឡើយឃើញពន្លឺព្រះអាទិត្យរះមកក៏សប្បាយចិត្តនឹងឃើញពន្លឺស្រាប់តែបន្តិចមកព្រះអាទិត្យនឹងក៏ចេះតែភ្លឺឡើងកម្ដៅវាកាន់តែមកក្តៅឡើងក៏គិតថាអូដុំភ្លើងនេះវាមកដុតកំទេចក្បាលអញហើយមិនយូរឡើយវានឹងមកដុតកំទេចក្បាលអញដូច្នេះអញត្រូវតែសម្លាប់ខ្លួនឲ្យហើយកុំឲ្យវាមកដុតអញមើលបងប្អូនស្រីតើក្មេងនោះឆ្លាតឬក៏ល្ងងនាងថាមិនឆ្លាតទេលោកម្ចាស់ពីព្រោះក្មេងហ្នឹងវាមិនដឹងមិនដែលថ្ងៃណាវាមកដុតយើងឲ្យស្លាប់បើវាដឹងតែថ្ងៃទៅវាជ្រេទៅវាតិចវិញហើយមនាលប្អូនស្រីដូចគ្នាអ្វីដូចគ្នាអញ្ចឹងវាមិនដែលនៅដដែលទេសេចក្តីទុករបស់ប្អូនហ្នឹងទោះបីជាវាខ្លាំងក្លាយ៉ាងណាក៏ដោយដល់ចំណុចដ៏ខ្លាំងបំផុតវានឹងស្រកស្រន់អន់មកវិញមិនខានវាគ្រាន់តែរងចាំពេលវេលាប៉ុណ្ណោះនេះលោកបញ្យល់អញ្ចឹងណាដូចថ្ងៃអញ្ចឹងថ្ងៃកាលណាវាឡើងកាន់តែខ្ពស់ដល់ចំណុចវាហើយវានឹងជ្រេទៅវានឹងតិចវិញហើយយ៉ាងណាមិញរឿងខ្លះមិនអាចបង្ខំបានទេវាត្រូវរងចាំពេលវេលាហើយលោកបញ្យល់ច្រើនតទៅទៀតរូបកាយនេះអត់មានទុកទោសអីទេកាលណាយើងកំទេចវាមិនមែនជាការដោះស្រាយបញ្ហាទេប្រៀបដូចជាកណ្ដោជួផ្ទះយើងមិនព្រមដេញកណ្ដោយើងទៅដុតផ្ទះដើម្បីដេញកណ្ដោដូច្នេះវាមិនមែនជាការដោះស្រាយបញ្ហាទេលោកម្ចាស់ចេះតែនិយាយចឹងហើយមកពីលោកម្ចាស់មិនមានរឿងនឹងផ្ទាល់ខ្លួនរឿងលោកម្ចាស់នឹងក៏វាស្រាលជាងខ្ញុំកណាតែខ្ញុំកណានេះវារឿងធ្ងន់ជាងប៉ុន្តែនិយាយយូរទៅលែងសូវយំណាលែងសូវទៅសិតណាព្រោះស្ដាប់ទៅវាយល់ខ្លះដែរមិនលោកតទៅទៀតថាមនាលប្អូនស្រីហេតុដែលនាងកើតទុកខ្លាំងនឹងនាងដឹងទេថាមកពីអីថាអត់ដឹងទេគឺមកពីនាងផ្ញើសេចក្តីទុកចិត្តទៅលើតែមនុស្សម្នាក់ហើយចង់បានសេចក្តីសុខអំពីគេមនាលប្អូនស្រីព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គទ្រង់ត្រាស់ថាអ្វីក៏មិនទៀងសង្ខារធម៌ទាំងឡាយមិនទៀងអំបាលវត្តជាតពុនជាទីគង់នៅរបស់ព្រះសាស្តាក៏ដល់នឹងការបែកបាក់នៅសល់តែគ្រឹះនៅសល់តែថ្មនៅសល់តែជើងសសរយ៉ាងណាមិញរឿងក្នុងលោកក៏ដូចគ្នាអញ្ចឹងដែរអាត្មាឧបមាឲ្យប្អូនស្រីស្ដាប់មួយរឿងទៀតឧទាហរណ៍ថាប្អូនមានលុយ100កហបណៈបើកាលណាប្អូនទុកចិត្តទៅលើតែមនុស្សម្នាក់ប្អូនយកលុយ100កហបណៈហ្នឹងទៅផ្ញើទៅលើមនុស្សម្នាក់ប្រសិនបើគេស្មោះត្រង់មិនអីទេក៏ប៉ុន្តែប្រសិនបើគេចិត្តមិនស្មោះត្រង់គេត្រូវវិវេប្អូននឹងអស់រលីងទាំង100កហបណៈប៉ុន្តែបើប្អូនឆ្លាតប្អូនត្រូវបែងចែកផ្ញើនឹងឪពុក10
កហបណៈទៅឬក៏20កហបណៈទៅម្ដាយ20កហបណៈទៅបងប្អូនប្រុស20កហបណៈបងប្អូនស្រី20មហបណៈលើសង្សារ20កហបណៈទៅថាបើក្នុងបណ្ដាបុគ្គល5នាក់ហ្នឹងក្បត់យើងម្នាក់ក៏គង់នៅសល់80កហបណៈម្នាក់ទៀតក្បត់យើងម្នាក់ក៏គង់នៅសល់60កហបណៈម្នាក់យើងទៀតក្បត់យើងក៏គង់នៅ40កហបណៈម្នាក់ទៀតក្បត់ទៀតគង់នៅសល់20កហបណៈបើក្បត់ទាំងអស់ទៅយើងអស់រលីងតែថាបុគ្គលទាំងអស់ក្បត់យើងទាំងអស់មិនមែនទេមនាលប្អូនស្រីសេចក្តីស្រឡាញ់នេះនាងមិនគួរផ្ញើទៅលើនរណាម្នាក់ឲ្យអស់ទាំងស្រុងនោះទេយើងនៅមានមនុស្សដែលគិតពីយើងឪពុកម្ដាយបងប្អូនណាសុទ្ធតែជាអ្នកស្រឡាញ់រាប់អានយើងពេលដែលយើងស្លាប់ទៅអ្នកដែលសោយសោកកើតទុក្ខមិនមែនអ្នកដែលទៅចោលយើងនោះទេគឺអ្នកដែលនៅត្រូវការយើងគឺឪពុកម្ដាយបងប្អូននោះណានិយាយដល់តណ្ដឹងទៅនាងញញឹមតិចលោកម្ចាស់ចេះនិយាយថាបែងចែកចិត្តស្រឡាញ់ដូចបែងចែកចិត្តលុយធម្មតាស្នេហាបើយើងមិនបកគលចិត្តស្រឡាញ់ទាំងអស់គេមិនហៅថាយើងស្មោះហ្នឹងហើយលោកក៏បញ្យល់តទៅទៀតថាច្រើនខ្ញុំកណាអាត្មាមិនចាំអស់ទេរឿងហ្នឹងយូរហើយប៉ុន្តែចាំបានបន្តិចបន្តួចប៉ុណ្ណឹងប៉ុន្តែចង់សរុបមកវិញថាចុងក្រោយនាងនឹងយល់ឈប់សម្រាប់ខ្លួនដោយសារលោកបញ្យល់អំពីធម៌មានការប្រែប្រួលអីជាដើមហ្នឹងសរុបមកវិញថាសេចក្តីស្រឡាញ់ណាក៏ដោយប្រសិនបើយើងបំណងចង់បានសេចក្តីសុខអំពីគូភាគីដែលយើងស្រឡាញ់យើងចង់បាននៅសេចក្តីសុខអំពីគេនៅពេលដែលមិនបានដោយបំណងពិតជាឈឺចិត្តខ្លាំងណាស់ក៏ប៉ុន្តែប្រសិនបើយើងស្រឡាញ់នរណាម្នាក់ដោយគិតបំណងថានឹងផ្ដល់សុភមង្គលឲ្យមនុស្សដែលយើងស្រឡាញ់នៅពេលដែលបែកបាក់ទៅយើងមិនសូវឈឺចាប់ទេពីព្រោះអីពីព្រោះយើងអត់សង្ឃឹមយ៉ាងខ្លាំងថាយើងនឹងបានសេចក្តីសុខអំពីម្នាក់ទៀតប៉ុន្តែយើងគ្រាន់តែគិតថាបាននាងឬក៏បានគាត់ជាគូអនាគតដើម្បីកសាងគ្រួសារម្នាក់ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីគាត់អញ្ចឹងបើគាត់មិនត្រូវការយើងនោះមានន័យថាមិនមែនយើងជាមនុស្សមិនមានលៀបទេពាក្យចេះពីមិត្តភក្តិអាត្មាមួយពាក្យនឹងចេះពីគេទេណាដោយថាយើងស្មោះចំពោះគេហើយយើងល្អចំពោះគេហើយគេនៅតែមិនស្មោះចំពោះយើងត្រូវប្រាប់ខ្លួនឯងថាមកពីអ្នកនោះគ្មានសំណាងបានមនុស្សល្អម្នាក់នឹងចេះពីគេដែរទេប៉ុន្តែពាក្យត្រឹមត្រូវអញ្ចឹងបើស្នេហានោះយើងមិនសង្ឃឹមសេចក្តីសុខមិនចង់កេងចំណេញអ្វីអំពីគេច្រើននោះទេយើងក៏អត់មានខកចិត្តអីខ្លាំងដែរប៉ុន្តែពេលដែលយើងខកចិត្តខ្លាំងដោយសារអីយើងផ្ញើសេចក្តីសង្ឃឹមចង់បានសេចក្តីសុខពីគេខ្លាំងពេកអញ្ចឹងណាតែបើយើងស្រឡាញ់មនុស្សម្នាក់ដោយក្តីមេត្តាស្រឡាញ់ដោយការយល់ស្រឡាញ់ដោយចង់ផ្ដល់សេចក្តីសុខឲ្យគេសប្បាយចិត្តនឹងឃើញមនុស្សដែលយើងស្រឡាញ់បានសេចក្តីសុខនៅពេលដែលបាត់បង់ទៅយើងមិនកើតទុក្ខខ្លាំងយើងមិនពិបាកចិត្តខ្លាំងដោយសារអីដោយសារទី1យើងអត់មានបាត់បង់អីពីព្រោះថាយើងមិនចង់បានអីពីគេអ្វីដែលយើងចង់ឲ្យគ្រាន់តែចង់ផ្ដល់សេចក្តីសុខឲ្យគេប៉ុណ្ណោះហើយម្យ៉ាងទៀតនៅពេលដែលគេទៅនោះគេបានសេចក្តីសុខគួរតែសប្បាយចិត្តពីព្រោះបើយើងបានគេក៏យើងចង់ផ្ដល់សេចក្តីសុខឲ្យគេដដែលតែបើគេឃើញថាយើងមិនអាចជាទីសង្ឃឹមរបស់គេបានហើយគេទៅយកមនុស្សផ្សេងដែលគេគិតថាអាចផ្ញើវាសនាលើមនុស្សដទៃផ្សេងបានគួរតែអបអរសាទរនឹងចឹងនឹងអាត្មាមានការវិភាគទៅលើរឿងស្នេហានឹងបន្តិចប៉ុណ្ណឹងចុះប៉ុន្តែគាត់ថាឲ្យទៅវាកើតលើបុគ្គលណាវាពិបាកហើយទាំងអាត្មាក៏ដោយទាំងនរណាក៏ដោយប៉ុន្តែត្រូវរងចាំពេលវេលាពេលខ្លះរងចាំពេលវេលាខ្លះទៅយើងរកការងារសំខាន់ធ្វើពីព្រោះជីវិតជាមួយការងារទៅអាចរឹងប៉ឹងបានបើកាលណាយើងជួបបញ្ហាហើយមិនធ្វើការងារដេកចិញ្ចុបចិញ្ចឹងឬក៏ទៅផឹកស្រាអីចឹងចុះធ្វើឲ្យវិបត្តិផ្លូវចិត្តហ្នឹងកាន់តែខ្លាំងប៉ុន្តែចំពោះនៅពេលដែលយើងជួបបញ្ហាត្រូវតែធ្វើការងារឲ្យច្រើនការងារនេះឯងធ្វើឲ្យជីវិតយើងរឹងប៉ឹងប្រទេសល់នៅត្រឹមតែទឹកនេត្រាបាត់
មហាមិនចូលអើយមិនដាច់ឡើយមិនមេត្តានឹកគ្រាជួបជុំក្នុងក្រុមគ្រួសារនឹកដល់វាចាដាក់ទឿនកូនអីលើបាត់ស្ងាត់សូនពុកស្លាប់ចោលកូនពីនេះទៅមុខកូនខានឃើញមុខពុកទៀតហើយពេលកូនមានទុកពុកលួងលោមអើយស្បាអោពុកអើយមិនដាច់ឡើយបាត់សូនគុណពុកអដំប្រំព្រំលើព្រៀបដោយក្បនជូនកូនប្រុសស្រីហើយមានជីវិតថ្មីរស់លើផែនដីសាងសំនឹងគេកូនមិនភ្លេចទេណាពុកអើយស្លាប់ពិតគុំនឹកពុករស់នៅជានិច្ចទាំងពេលបាក់ថ្មិចមិនភ្លេចឡើយរវល់យ៉ាងណាកូនមិនដែលកនពុកអើយនាងហាមានសាច់ញាទួងពុកកាក្នុងពុកភូមិឋានាកូនច្រាំងថ្លាអត់ទឹកបនពុករួចទីរុនដំណើរជីវ័នគុំឲ្យធាំខនឲ្យសុខគ្រប់គ្រាន់ក្នុងឋានសួគ៌
Idam khopana bhikkave dukkham mariga satcham បើយើងមើលឃើញអាបច្ចុប្បន្នហ្នឹងមិនខ្មិចទេវាមិនមែនកើតមកពុបអញ្ចឹងតែហ្មងទេប្រហែលជាវាកកើតអញ្ចឹងរាប់សិបឆ្នាំមកហើយមែនទេសង្គមនេះវាផ្ដល់អញ្ចឹងឥឡូវយើងមើលទៅសាលាប្រសង់ដួលបដាលទៀតសាលាប្រសង់ដួលបដាលទៀតហើយការដែលអាត្មារៀនដំបូងណាឯកាលហ្នឹងកើតទៅមានសិស្ស100អង្គទេកាលហ្នឹងទូទាំងស្រុកខ្មែរហ្នឹងទៅមានសារាមរិទ្ធដំបូងមិនចង់ឲ្យកើតទេព្រោះអីអ្នករៀនចេះដឹងច្រើនពិបាកនិយាយគ្នាឃើញអត់គំនិតអញ្ចឹងហ្នឹងហើយយើងតស៊ូមកបានប៉ុណ្ណឹងណាប្រឹងនិយាយរួមអ្នកដែលគួរដឹងគុណជាងគេគឺសម្ដេចមង្គលទេពពេជ្រាអ៊ុំសុំសាលាបាលីស្រុកខ្មែរយើងនេះណាកុំមានលោកកើតឡើងវាអត់រួចទេអ៊ុំសុំសម្ដេចអ៊ុំសុំណាហើយរើបានប៉ុណ្ណឹងអញ្ចឹងនៅពេលដែលយើងវ័យតម្លៃអាត្មាថាបើអាត្មានិយាយអាត្មាថាគួរតែសើពីព្រោះសង្គមនឹងវាអត់បានបង្កលក្ខណៈងាយស្រួលឲ្យលោកសិក្សាបានស្រួលដូចស្រុកគេទេស្រុកថៃអ្នករៀនបានលុយរហូតប្រឡងម្ដងបានលុយម្ដងនេះស្ដេចគេជួយរហូតវាធ្វើឲ្យទឹកចិត្តគេចង់រៀនយើងនេះឲ្យតែឈ្មោះតែអ្នករៀនលហាមរហូតមែនទេមិនជប់ទេបានណាដូចអាត្មានិយាយមកវិញថាបានប៉ុណ្ណឹងណាបើយើងនិយាយពីទង្វើដែលយើងដាំវិញគួរតែទទួលទៅដូចស្រូវដែលយើងអត់បានដាំត្រឹមត្រូវសោះស្រាប់តែមានផ្លែដែរណាគួរតអទៅគួរអត់ដើមមកហ្នឹងប្រសិនបើស្រូវនេះយើងបានសាបព្រោះដោយល្អចាក់ទឹកដោយល្អហើយវាដុះមកអត់កើតអាហ្នឹងចាំខូចចិត្តតែសាលាបាលីលោករាល់ថ្ងៃនេះមិនសូវមានអ្នកដាំទេសូវមានអ្នកយកចិត្តទុកដាក់ទេអានិយាយមែនមកពីអីមកពីអាត្មាធ្លាប់រៀនឬក៏ឥឡូវគេហឹកភ័ក្រហើយក៏មិនដឹងទេណានៅតែក្រអញ្ចឹងទេហ្នឹងហ្នឹងបើកដែរហ្នឹងហើយហើយអាត្មាព្យាករទៀតអាត្មាព្យាករតាំងពីអនុសង្វជ្រៈឆ្នាំ2ឆ្នាំមុនឥឡូវដួលបដាមែនអត់ទេមិនឆ្នាំទៅមិញឆ្នាំទៅមិញរឿងប្រធានប៉ុន្តែឆ្នាំមុនហ្នឹងមួយទៀតគេពិភាក្សាលើប្រធានបទថាតើធ្វើយ៉ាងណាដើម្បីពង្រឹងសាលាពុទ្ធិកៈណាគ្រប់ខេត្តគេចែកតាមខេត្តមន្ត្រីសង្ឃតាមខេត្តនិយាយទាំងអស់អាត្មាអត់និយាយអាត្មានៅស្រៀមតែអញ្ចឹងថាម៉េចលោកគ្រូអត់និយាយគេខ្ញុំមិនណាថាមកពីស្ដាប់ទៅវាអត់ប្រយោជន៍ខ្ជិលនិយាយតែខ្ញុំមិនណានិយាយខុសគេអញ្ចឹងសុំស្ដាប់ម្ដងមកខុសគេហ្នឹងមិនព្រោះមន្ត្រីសង្ឃទាំងអស់និយាយសិតយើងត្រូវប្រឹងចេះត្រូវបង្កើតសាលារៀនចេះនឹងយោងតាមស្មារតីអនុសង្វជ្រៈយោងត្រូវខំចេះមកថានិយាយ10ឆ្នាំទៀតក៏គ្មានប្រយោជន៍ដែរអត់ប្រយោជន៍ទេពីព្រោះវាអត់ទីផ្សារមិនហ្នឹងហើយខ្ញុំកណាប្រៀបធៀបថាឥឡូវដូចជាភាសាអង់គ្លេស computer ពីណាទៅបើកអនុសង្វជ្រៈថាធ្វើមិនណឲ្យមានគេរៀនមានតែមនុស្សរៀនហ្នឹងបងលុយចូលរៀនសាលាខ្លះរៀនបានច្រើនណាស់អនុសង្វជ្រៈនេះបើយកបកគោលការណ៍មួយតាបានណាបាលីសាលាបាលីខ្មែរខ្លាំងណាស់គឺអ្នកទាំងអស់គ្នាត្រូវបដោតថាតើអ្នករៀនចប់មានតម្លៃយ៉ាងម៉េចគិតអាទៅហ្នឹងតើពេលអ្នករៀនចប់ហ្នឹងណាគ្នាមានផ្លូវដើរពីព្រោះអ្វីក៏ដោយវាអាចរស់ទៅបានវប្បធម៌ក៏ដោយប្រពៃណីក៏ដោយរស់ទៅបានវាពាក់ព័ន្ធជាមួយជីវិតវប្បធម៌ខ្មែរយើងច្រើនណាស់ដែលវាមិនពាក់ព័ន្ធនឹងជីវិតអាលាយអស់ហើយខ្លះអត់បានប្រយោជន៍ស្អីសោះវាជារឿងបំផ្លាញវប្បធម៌ជាតិទៀតតែនៅតែរក្សាដូចមុនអាគមអូម៉ាអញ្ចឹងជាបោះខ្មែរមែនជាកសែងយន្តស្អីក៏ដោយពីមុនគេប្រើក្នុងកងទ័ពអញ្ចឹងមែនប៉ុន្តែសួរថាសពថ្ងៃនេះណាអារបស់អញ្ចឹងជួយជាតិកើតអត់ទេមិនបានគេនៅតែប្រើថោពីបានលុយប្រសិនបើធ្វើអត់បានលុយវាចោលបាត់ទៀតអញ្ចឹងយើងឃើញថាអ្វីដែលរស់ធัวក៏ដោយកាលណាយើងសំដែងមិនពាក់ព័ន្ធនឹងជីវិតរស់នៅធัวនឹងក៏ងាប់ដែរវិជាស្អីក៏ដោយបើកាលណាបង្រៀនហើយវាមិនពាក់ព័ន្ធនឹងជីវិតរស់នៅវាប្រកាសជាងាប់ភាសាអញ្ចឹងដែរភាសាងាប់ភាសាបាលីពាក្យថាភាសាងាប់រៀនឲ្យនិយាយគ្នាអត់កើតប្រែបានអានបានអត់និយាយហៅថាដែលលេងវិចអាហ្នឹងភាសាងាប់ប៉ុនងាប់ទៅប៉ុន្តែវានៅតែជួយដល់ភាសាខ្មែរប្រសិនបើយើងឲ្យតម្លៃវាមានកន្លែងធ្វើការឲ្យត្រូវជំនាញទៅផ្នែកសាសនាយើងឲ្យអ្នកចេះពិតប្រកបមកធ្វើ
chẳng á nè bên chẳng đó khâu chùm niên chẳng thưa mày bản tham ăn gì bên đó mình trai xong thông mới cái tiền tục phăng thà tham ăn gì bên đây đa gì bị param para ở bên giao chốt gì ban chừng na tha mình để dây tiết của ban này tại xôm ở lục prang tư 4-10 năm thì ảnh lia vậy là nè vì pro ấy dân khơi nhảy là bát thắm chết ở hải không còn riêng ở sài gòn đó đôi cứ ở kia chứ càng nãy dân ở chặt cứ gọi mong thế bạch pina pelum mới bị đua lại đúng không vô lẽ vô cho ba